គេចង់ពីណាគេពេលហ្នឹងខ្ញុំស្រវឹងដែរខ្ញុំដើរចងហើយខ្ញុំអត់បានចារំពេលហ្នឹងវាអូគ្រាន់តែចង់ដៃពីណាគ្រាន់តែពេលអាវនិយាយពេលអាវពួកឯងអាវតែចង់ដៃណាមានចំណាំទៀតចឹងថាពេលហ្នឹងខ្ញុំស្រវឹងអញ្ចឹងដឹងចងដៃហើយគឺខ្ញុំមកដឹងពីណាគេអ្នកកត់ទេហើយស្រវឹងជិះម៉ូតូមកផ្ទះកើតដែរពេលហ្នឹងខ្ញុំស្រវឹងមែនមិនតែសង្ស័យខ្ញុំអ្នកដប់តាមិនខ្ញុំអ្នកទីណាអញអើយគ្រាន់តែចង់ដៃមើលមុខចំណាំមកតិចវាមិនដែរស្រវឹងបាត់ចង់ចាំណាអូនណាហើយមានកាយមែនអើយវាមានកាយអីគាត់សង់ដឹងថាមានភ្ញៀវណាទៅខ្លះអូខ្ញុំឃើញភ្ញៀវមួយឯងច្រើនណាថ្ងៃហ្នឹងច្រើនមែនតើហ្នឹងអាពេលទៅហ្នឹងទៅប្រហែលម៉ោងប៉ុន្មានឯងទៅហ្នឹងពេលដូចជាម៉ោង7ជាងហ្នឹងហើយឯងមើលឃើញតុកអីភ្ញៀវមកឯងមើលប្រហែលជាប៉ុន្មានតុកឯងមើលទៅខ្ញុំឃើញនឹកច្រើនណាពេញហើយហ្នឹងតែខ្ញុំនឹកឆ្ងល់វិញដែរខ្ញុំដើរការគេច្រើនរោងឃើញមួយថ្ងៃមួយមកសួរអ្នកតកាអញ្ចឹងវិញអើយមីងចង់ដឹងថាតើអ្នកណាខ្លះទៅការភ្ញៀវដែលមីងហៅហ្នឹងតើទៅការមីងអត់ទៅចូលរួមអត់ហើយចងដៃអត់អូមីងចង់ដឹងអញ្ចឹងដែរគីឡូភ្ញៀវមកច្រើនអត់ចងដៃមីងចង់ដឹងចេះចឹងខ្ញុំចេះឆ្ងល់វាចម្លែកចេះថ្ងៃហ្នឹងភ្ញៀវមកឡើងពេញតុក80តុកណាថែមតុក4តុកទៀតថែមក្រាកាតេលទៀតខ្ញុំឃើញភ្ញៀវច្រើនណាច្រើនអញ្ចឹងហើយបានអញចង់និយាយទេមីងមកសួរខ្ញុំហ្នឹងមិនបាត់តុកមែនមិនបាត់តុកទេតុកឡើងពេញហើយតុកប៉ុន្តែគ្រាន់តែថាដឹងនិយាយស្អីទេអាហ្នឹងចង់និយាយថា80តុកហើយថែម4តុកពីលើទៀតវាចឹងវាឡើងដល់84នេះចឹង84ហើយមិនវាចរងដៃនឹងវាទទួលអត់ចង់បានចឹងហើយចឹងមកខ្ញុំសួរមិញហ្នឹងការហ្នឹងប្រហែលជាចំណេញច្រើនណាឃើញភ្ញៀវច្រើនហ្នឹងប្រហែលជាចំណេញហើយឥឡូវប្រកាសនៅទៅចងដៃបងទៅការថាខ្ញុំ2នាក់ខ្ញុំចង200000ខ្ញុំចំណេញច្បាស់ណាខ្ញុំឥឡូវមិញទៅសិនណាឥឡូវមិញទៅសិនណាទៅអូចឹងមិញអរគុណច្រើនមិញយ៉ាត់ប្រយ៉ែងញ៉ៃដល់ហើយអូននឹងអង្គុយនឹងមកអើយបងថាចូលទៅក្នុងឥឡូវអូនឯងអង្គុយនឹងនិយាយនឹងហ្មងណែចេះអូនបងសួរណាយ៉ាងនេះបងនិយាយតែពីអ្នកអូនឯងទេមិនបាច់ចាំនិយាយជាមួយពីណាបងចង់ឲ្យតែអូនឯងពីណាបងដឹងអញ្ចឹងណាចេះថាថ្ងៃអូនឯងទៅការបងហ្នឹងអូនឯងចង់ដៃបងអត់ចេះបងចង់និយាយហ្នឹងបងមិនមែននិយាយថាចង់ឲ្យនេះចង់ដឹងតាមដានអីមិនមែនទេមិនចង់និយាយចឹងបងចង់និយាយថាពេលអូនឯងទៅការបងហ្នឹងអូនឯងឃើញបងនៅមុខរោងអត់បងចង់សួរអញ្ចឹងចេះបងចង់សួរអូនឯងថាតើអូនឯងចងដៃនៅលើតុឬមួយក៏ចងដៃនៅបងប្អូនម៉ែឪពេលខ្លះកលូនឯងឃើញរកចងដៃជាមួយបងកូនកំមុំកូនកន្លោះអញ្ចឹងកូនកំមុំកូនកន្លោះឡើយទទួលភ្ញៀវពេលអញ្ចឹងកលូនឯងអត់បានចងបងកូនកំមុំកូនកន្លោះខ្លួនឯងចង់ម៉ែឪបងប្អូនអីចឹងបងចង់សួរថាឯងចង់ដៃនៅកន្លែងតុកឬមួយបងប្អូនអញ្ចឹងអូនអូយនិយាយជាមួយមួយថ្ងៃនិយាយជាមួយមនុស្សដេកទេហេអូនហេមកប៉ាអើយយ៉ាដេកអញ្ចឹងក៏ដេកកើតដែរអញស្មានវាដេកមើលទូរស័ព្ទមានណាចង់ថ្ងៃពេកអញអើយអញនិយាយមួយថ្ងៃនិយាយតែឯងនិយាយគេមិននិយាយគេអូអញ្ចឹងនិយាយសារដើមវិញអញ្ចឹងអញនិយាយមួយថ្ងៃហ្នឹងហើយដេកបានហើយនិយាយសារដើមដល់ទៀតចង់និយាយចេះមួយឯងមានតកាមីងអត់កាមីងមួយក្រឹមហ៎ទៅណាបើទៅចង់ដៃអត់ចង់បាន500,000ចង់តុកក៏ចង់បងប្អូនម៉ែឪចុះមីងមកសួរខ្ញុំអញ្ចឹងវិញឥឡូវឆ្លើយមកថាចង់មើលអាគេកត់ចំណងដៃអីតែគេមានធៀបមានអីកត់អីអើយថាធៀបហើយគ្រាន់តែមីងមកសួរថាតើក្មួយឯងនឹងទៅចង់បងប្អូនឬមួយម៉ែឪអីចង់នឹងតុកកន្លែងកត់ចំណងដៃចង់សួរចង់បងប្អូនមីងឯងហ្នឹងឯងមីងឯងពងទទួលភ្ញៀវហ្នឹងមានចង់ណាទៀតចង់បងប្អូនមីងឯងហ្នឹងចង់បងប្អូនអ្នកកត់ចំណងដៃហ្នឹងឬមួយក៏ហុចសម្បត្តិឲ្យអ្នកបងប្អូនកន្លែងកត់ចំណងដៃហ្នឹងមកកគោទៅដឹងបោមីងមួយណាពូមួយណាគាត់ហុចទៅគឺដល់ទទួលអត់ទៅចង់នៅតុកចង់តុកកន្លែងផ្សេងចំណងដៃតុកមានខាងណាខាងឆ្វេងខាងស្ដាំអើយតាំងឆ្វេងខាងស្ដាំណាចាំភ្លេចបាត់ហើយតុកមាន2ចំណងដៃចូលឃើញស្ដាំបញ្ចេញមកឃើញឆ្វេងនៅមួយតុកមួយណាដល់តុកចំណងដៃហ្នឹងហ
ហើយអត់ដឹងចំណាំមែនឥឡូវដើរពីមុខរោងមកមានឆ្វេងមាន ហើយចុះមីឯងមកយកសភៅទាំងពីរមកបើកមើលមកឃើញឈ្មោះខ្ញុំឯងប្រុសតូចហ្នឹង5 10ម៉ឺនហ្នឹង អូយចង់សួរច្បាស់ហ្នឹង ខ្ញុំឃើញមីឯងមួយមកដើរសួរភ្ញៀវសួរអីវិញនេះចុះមីឯងបាត់សភៅចន្លងដៃមែនមកដើរមកសួរខ្ញុំអញ្ចឹង អត់ទេមានបាត់ឯណាគ្រាន់តែសួរថាចង់ដឹងក្មួយឯងទៅនឹងចង់ដៃអត់ ចង5 10ម៉ឺនខ្ញុំចិត្តការទេអត់ចងខ្ញុំវិញ អើយមីងដឹងអញ្ចឹងទៅកាមីនឹងចង់ដៃត្រូវហើយ ចង5 10ម៉ឺនហើយដល់អត់ដឹងតុកមួយណា អាទៅដេកវិញទៅ គង់តែដេកយកសពអីយកសូ ស្រាប់អញនិយាយម្នាក់ឯងនិយាយឈួតអានេះវើអញ្ចឹងក៏ដេកកើតដែរអាងាប់ប៉ុនងាប់ជន់ចេញវាមិនសោះវាសមុកបាត់អូអានេះអញ្ចឹងមិនអញ្ចឹងវើអត់ឲ្យដេកមក